មាត់កូនព្រោះអ្នកជាអ្នកផ្ដល់កំណើតឲ្យកូនទឹកដោះម៉ែដ៏មានព្រះគុណដែលមិនអាចកាត់ថ្លៃបានពុកបានចែកឋានទៅហើយលោកបានបន្សល់ទុករូបសម្ផស្សល្អឲ្យកូនសមជាមនុស្សគ្រប់លក្ខណៈពុកចែកឋានទៅដោយមិនបានលាកូនមួយម៉ាត់បន្សល់ទុកតែអ្នកម្ដាយដែលខំតស៊ូយកបាត់ដៃថ្នាក់ថ្នមថែទាំកូនការដែលកូនបានគោរពប្រណិប័តម៉ែជាតម្លៃនៃការតបស្នងទឹកដោះម៉ែព្យាយាមតស៊ូទោះភ្លៀងទោះរងាព្រមអត់ព្រមឃ្លានមានជំងឺក៏ព្រោះតែកូនម៉ែទីបំផុតម៉ែត្រូវក្អកធ្លាក់ឈាមក៏ព្រោះតែខំរកប្រាក់ដើម្បីឲ្យកូនបានសិក្សាម៉ែនៅតែមិនធ្លាប់ឲ្យកូនលឺនេះគឺជាពលិកម្មដ៏ធំធេងរបស់ម៉ែដើម្បីកូនមិនគ្រប់គ្រាន់ទេដែលកូនខំតស៊ូប៉ុណ្ណេះដើម្បីម៉ែត្រឹមតែមករៀនយឺតពេលត្រឹមតែកូនខ្វះខាតសម្ភារៈសិក្សាតែកូនចង់បានការតស៊ូដើម្បីម៉ែច្រើនទៀតព្រោះកូនស្រឡាញ់ម៉ែកូនអាណិតម៉ែសូមម៉ែមានជីវិតរហូតដើម្បីនៅក្បែរកូនកូននឹងតស៊ូគ្រប់បែបយ៉ាងស័ក្តិសមនឹងពាក្យមួយគ្នាថាព្រះគុណម៉ែអ្វីដែលកូនធ្វើគឺដើម្បីម៉ែតែសេចក្តីនេះជាជីវិតពិតរបស់ឯងមែនទេ